នេះមកពីខ្ញុំចង់បានមិនចេះចប់មិនចេះហើយបើខ្ញុំស្ដាប់ម៉ែប្រហែលជាគ្មានរឿងនេះកើតឡើងទេប៉ោងបានរត់សัตว์ទៅឆ្ងាយតាមខ្យល់បន្តិចម្ដងមេចាប់ផ្ដើមក្តៅខ្លាំងពើប៉ោងចាប់ផ្ដើមផ្ទុះម្ដងមួយភុះភ្លាមនោះកូនស្រមោចបានមើលទៅក្រោមនៅខាងក្រោមមានស្រះទឹកមួយហើយនៅក្នុងស្រះទឹកនោះមានក្រពើពីរក្បាលកំពុងហាមាត់ចាំត្របាក់វាជាចំណីរឿងស្រមោចហោះមានកូនស្រមោចមួយរស់នៅជាមួយមេរបស់វាថ្ងៃមួយនៅក្នុងភូមិរបស់ស្រមោចមានពិធីបុណ្យមេស្រមោចបាននាំកូនស្រមោចទៅចូលរួមក្នុងពិធីនោះដែរកូនស្រមោចប្រាប់មេវាថាម៉ែមើលណោះគេលក់របស់លេងច្រើនណាស់ម៉ែកូនចង់បានឡានជ័រនេះមេស្រមោចបានទិញឡានជ័រមួយឲ្យកូនដើរបានបន្តិចកូនស្រមោចនិយាយថាម៉ែតុក្កតានោះស្អាតណាស់កូនចង់បានវាមេស្រមោចទិញតុក្កតានោះឲ្យកូនមួយទៀតកូនស្រមោចសប្បាយចិត្តណាស់ព្រោះវាចង់បានអ្វីម៉ែវាក៏ទិញឲ្យដែរភ្លាមនោះកូនស្រមោចក្រឡេកឃើញគេលក់ពើប៉ោងហោះចម្រុះពណ៌កូនស្រមោចនិយាយម៉ែកូនចង់បានប៉ោងម៉ែថាទេម៉ែអស់លុយហើយទិញប៉ុណ្ណឹងបានហើយទោះមេវានិយាយប៉ុណ្ណាក៏កូនស្រមោចមិនស្ដាប់ដែរកូនស្រមោចក៏យំគេកុកមេស្រមោចក៏សម្រេចចិត្តទិញពើប៉ោងពណ៌ផ្កាឈូកឲ្យកូនមួយហើយនិយាយថាណែប៉ោងឈប់យំទៅថ្ងៃក្រោយម៉ែឈប់យកឯងមកលេងទៀតហើយកូនស្រមោចស្រែកថាទេម៉ែកូនចង់បានពណ៌ក្រហមវិញអ្នកលក់ក៏ហុចពណ៌ក្រហមឲ្យទៅកូនស្រមោចតែកូនស្រមោចស្រែកថាទេពណ៌ក្រហមតូចណាស់យកពណ៌លឿងវិញធំជាងដោយពិបាកគប់ចិត្តកូនស្រមោចអ្នកលក់បានហុចខ្សែពើប៉ោងទាំងអស់ឲ្យកូនស្រមោចរើសដោយខ្លួនឯងស្រាប់តែមានខ្យល់វូកូនស្រមោចបានហោះទៅលើជាមួយនឹងពេតប៉ោងទាំងអស់កូនស្រមោចស្រែកថាម៉ែជួយកូនផងគ្មាននរណាអាចជួយកូនស្រមោចបានទេពួកគេបានត្រឹមតែងើយមើលទៅលើឃើញកូនស្រមោចហើយស្រែកថាលេងដៃទៅកូនស្រមោចមិនអាចលេងដៃបានទេព្រោះខ្សែពើប៉ោងរុំដៃជាប់កូនស្រមោចភ័យណាស់វាលេចនោមច្រូចដាក់អ្នកដែលកំពុងងើយមើលវាពើប៉ោងហោះកាន់តែខ្ពស់ឡើងកូនស្រមោចយំហើយនិយាយតែម្នាក់ឯងនេះមកពីខ្ញុំចង់បានមិនចេះចប់មិនចេះហើយបើខ្ញុំស្ដាប់ម៉ែប្រហែលជាគ្មានរឿងនេះកើតឡើងទេប៉ោងបានរត់សัตว์ទៅឆ្ងាយតាមខ្យល់បន្តិចម្ដងមេចាប់ផ្ដើមក្តៅខ្លាំងពើប៉ោងចាប់ផ្ដើមផ្ទុះម្ដងមួយភុះភ្លាមនោះកូនស្រមោចបានមើលទៅក្រោមនៅខាងក្រោមមានស្រះទឹកមួយហើយនៅក្នុងស្រះទឹកនោះមានក្រពើពីរក្បាលកំពុងហាមាត់ចាំត្របាក់វាជាចំណីពើប៉ោងក៏ផ្ទុះអស់សល់តែពណ៌ផ្កាឈូកមួយកូនស្រមោចស្រែកម៉ែជួយកូនផងកូនធ្លាក់ឥឡូវហើយជួយកូនផងម៉ែកូនស្រមោចបានធ្លាក់ទៅជិតមាត់ក្រពើតាមពិតក្រពើនោះជាក្រពើថ្មសោះអ្នកលក់ពើប៉ោងបានចុះទៅស្រង់កូនស្រមោចបន្តិចក្រោយមកកូនស្រមោចក៏ដឹងខ្លួនកូនស្រមោចយំអោបមេហើយនិយាយថាម៉ែឲ្យកូនសុំទោសថ្ងៃក្រោយកូនឈប់ទៅចេះទៀតហើយមេស្រមោចអោបកូនរួចលំថាមិនអីទេកូនម៉ែមិនខឹងកូនទេម៉ែសប្បាយចិត្តណាស់ដែលកូនមិនមានគ្រោះថ្នាក់ចាប់តាំងពីពេលនោះមកកូនស្រមោចលែងរឹងរូសដូចមុនទៀតហើយកូនស្រមោចតែងស្ដាប់បង្គាប់មេវាជានិច្ចហើយខ្លាចជាកូនល្អទៀតផង